ជំរាបសួរលោកគ្រូខ្ញុំឈ្មោះឈួយឈៀននៅក្នុងក្រុម SU5 ថ្ងៃហ្នឹងខ្ញុំធ្វើបទបង្ហាញអំពីcomment ខ្លះរបស់ Ubuntu អញ្ចឹងដំបូងយើងធ្វើការ login ចូលទៅក្នុង account របស់យើងបន្ទាប់មកខ្ញុំធ្វើការបើក PowerShell ដើម្បី log ចូល server របស់យើងហើយមុននឹងយើងចូលក្នុង server របស់យើងបានយើងធ្វើការឆែកIP របស់យើងសិនក្រោយពីយើងឆែកហើយយើងចូលទៅបើក SSH server របស់យើងហើយកំណត់មក SSH គឺពីច្បាប់1.130ក្រោយពីការយើង log ចូល server ហើយខ្ញុំនឹងធ្វើការបង្ហាញពី comment មួយចំនួនហើយcomment ដំបូងគេហ្នឹងគឺយើងឆែកទៅលើ CPU របស់យើងហើយ comment ហ្នឹងls CPU អញ្ចឹងវា list មកឲ្យយើងឃើញហើយអាហ្នឹងគឺជា information របស់ CPU របស់យើងហើយបន្តមកទៀតមួយទៀតយើងធ្វើការ install desktop យើងវាយ comment sudo apt install desktop នេះយើងតមកឲ្យយើងឲ្យ password របស់ Ubuntu របស់យើងបន្ទាប់ពី install ហើយយើងឆែកមើលយើងវាយពាក្យ desktop មកដើម្បីមើលថាវា install បានឬក៏នៅនេះក្រោយពីយើងបាន install ហើយយើងឆែកមកហើយយើងចង់ចេញពីក្នុងវិញយើងចុចអក្សរ Q មកវាចេញហើយមួយទៀតយើងធ្វើការឆែកមើល RAM របស់ server របស់យើងវាយ comment ដាក់ free.h តមកវានឹង list មកថា RAM យើងហ្នឹងវានៅប៉ុណ្ណាអញ្ចឹងទៅមួយទៀតយើងធ្វើការឆែកទៅលើdisk របស់យើងហើយក៏មិនឆែក disk យើងវាយពាក្យថា ds.h តមកវានឹង list information របស់ disk របស់យើងហើយចូលទៅ comment មួយទៀតយើងឆែក disk ដដែលតែនៅក្នុង device របស់យើង comment ហ្នឹងយើងវាយពាក្យថា ls blk បន្ទាប់មកវានឹង list ចេញមកឲ្យយើងឃើញហើយអានេះ comment យើងឆែក IP របស់យើង IPA អញ្ចឹងទៅវា list ឲ្យយើងវា list IP address របស់យើងបន្ទាប់មកយើងឆែកទៅលើ process របស់យើង
rồi cái thằng PS dot clear AUSនេះវាលេខមកហើយអូខមមិននេះវា error តែយើងឲ្យខុស PS AUX នេះគឺវាលេខមកសេះរបស់យើងមានរូបហើយមានឈ្មោះaccount របស់យើងវាផ្សេងទៅហើយបើយើងចង់ផ្ដាច់ក៏ kill ទៅលើ process ណាមួយយើងវាយពាក្យ comment ថា KI ហើយយើងបោះID វាចូលដល់វិសាមួយណាទៅឧទាហរណ៍ថា1450នេះវាបានបាត់នេះ close by remote host ហើយយើងមួយទៀតយើងឆែកយើងលុបទៅយើងវិញតបមកយើងឆែកឈ្មោះ account របស់យើង who ai ឈ្មោះហើយ comment ចុងក្រោយគេcomment មួយទៀតគឺទីតាំងដែលយើងកំពុងតែនៅ PWD យើងនៅក្នុង home ហើយឈ្មោះរបស់យើងហើយចុងក្រោយមួយទៀតយើង comment បិទ server របស់យើង shut down now shut down fail sudo shut down and now shut down វាការ shut down server របស់យើងនេះ